សួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំសូមណែនាំប្រភេទភ្លើង RGB ហើយនិងភ្លើងគុជរបស់កូន alien នេះបាញ់ទាំងជាវងហើយនិង set ដែលខ្ញុំរៀបចំនៅលើតុនេះបងប្អូនដែលមានថវិកាមកសមរម្យអាចរៀបប៉ុណ្នេះបានវាមិនស្អាតពេកគ្រាន់ថាមកការឆ្លាញ់របស់យើងលទ្ធភាពរបស់យើងសម្រាប់ខ្សែ RGB ដែលលោតភ្លើងឆ្វេចឆ្វាច់ហ្នឹងប្រវែងវា5ម៉ែត្រតម្លៃវាធូរបងហើយភ្លើងបាញ់ចេញទៅអាហ្នឹងវាមានច្រើនពណ៌ដូចជា7ពណ៌ដែរហើយសម្រាប់តុរបស់ខ្ញុំប្រវែង1.8ម៉ែត្រហើយទទឹងវា60ទៅវាធំដែរហើយយើងអាចកាត់យកចេញជារាងបានតាមអ្វីដែលយើងស្លាប់ហើយខ្ញុំនិយាយតែភ្លើងហើយនឹងតុឯកុំព្យូទ័រខ្ញុំនិយាយសម្រាប់ភ្លើងអស់20ជាងហើយតុនេះ$52តែ$52ហ្នឹងយើងយកមកបាញ់តាមខ្លួនឯងស្លាញ់ពណ៌អីហ្នឹងតែខ្ញុំបាញ់ពណ៌ស